បាទសួស្តីអ្នកសិក្សាទាំងនេះនេះបង្ហាញពីរបៀបនៃការដាក់អក្សររត់នៅលើបែបនេះបាទដាក់ពីបែបនេះបាទអញ្ចឹងយើងចូលទៅកន្លែងសញ្ញាបូកនេះមកដល់មកយកពាក្យ text GDHDI បាទកន្លែងនេះយើងដាក់ឈ្មោះក៏បានយើងកែឈ្មោះផ្សេងក៏បានឬដាក់អញ្ចឹងក៏បានបាទខ្ញុំសូមដាក់អញ្ចឹងបាទតទៅទៀតយើងវាយចូលមកថាអរគុណហ្នឹងហើយបាទយើងអាចដូរ font តាមដែលចង់បានដូរ font ថាដាក់បាត់បងបាទ font បាត់បងឬអង្គរបាទអញ្ចឹងណាហើយយកធំបានបាទធំបានហើយអូខេមកបាទហើយយើងចង់ឲ្យសនឹងវារត់សគុណនឹងរត់យើងចុចមកស្ដាំមកចុចរាប់ថយមកតទៅទៀតយើងសំឡងទៀតយើងចុចមកស្ដាំយើងចុច filter បាទ filter ចុចយកសញ្ញាបូកហើយចុចយក scroll វា scroll បាទវា scroll មកពេលនោះយើងនេះសេរីលបឿនវាបាទលបឿនរត់ញាប់ឬក៏លឿនហើយទៅលើទៅខមអញ្ចឹងបាទចឹងលឿនវាធ្វើឬក៏មិនបាទប៉ុណ្ណឹងមកគឺសនឹងរត់បែបហ្នឹងបាទខ្ញុំមានប៉ុណ្ណឹងសូមអរគុណ